នាំអារម្មណ៍មកប្រិមត្តជនមកចាប់អារម្មណ៍ជាមួយនឹងការប្រកួតបាទមួយគឺ Chelsea ជាមួយនឹង Vol បាទការប្រកួតនេះក៏អាចរាប់ថាជាការប្រកួតមួយដ៏ជក់ចិត្តដែរនៅវេលាម៉ោង3បាទទៀបភ្លឺនៅយប់នេះផ្ទាល់ហើយបាទយប់ថ្ងៃសៅរ៍នេះបាទឆ្លងចូលថ្ងៃអាទិត្យបាទសម្រាប់ Chelsea គឺនឹងធ្វើជាក្រុមម្ចាស់ផ្ទះដើម្បីទទួលបាទក្រុម Vol ដែលបច្ចុប្បន្ន Chelsea មាន17ពិន្ទុស្ថិតនៅចំណាត់ថ្នាក់លេខ7ហើយ Vol គឺនៅបាតតារាងដោយតែយើងបានជម្រាបជូនបំបញ្ញមិញអញ្ចឹងឆ្លងកាត់ការប្រកួត10ប្រកួតកន្លងទៅ Vol ធ្វើបានល្អបំផុតបានស្មើ2ប្រកួតទេបាទហើយបើយើងមើលទៅ Chelsea ការប្រកួតមុន Chelsea គឺគាត់ធ្វើអត់បានល្អទេដោយសារតែការប្រកួតនៅក្នុងពានរង្វាន់បាទ UEFA Champions League គឺបានត្រឹមស្មើបាទជាមួយនឹងក្លឹបនៅឯអាសាបាយយ៉ាងណាបាទអាសាបាយយ៉ាងហ្នឹងគឺក្រុមការ៉ាបាក់បាទក្រុមការ៉ាបាក់ FK នេះឥឡូវនេះកំពុងតែធ្វើបានល្អទេសកាបាទធ្វើបានល្អណាស់ក្នុងចំណោម36ក្រុមនៅក្នុង UEFA Champions League គឺជាក្រុមដែលឈរនៅចំណាត់ថ្នាក់លេខ15សកាបាទនៅឯ UEFA Champions League បាទ The Light ការប្រកួតនៅឯ league របស់គាត់ទៅក៏គាត់ធ្វើបានល្អដែរនៅ league Azerbaijan ណាបាទអញ្ចឹងបើយើងមើលទៅលេខ15នេះនៅពីលើក្រុមខ្លាំងច្រើនណាស់នៅក្នុងពានរង្វាន់ UEFA Champions League បាទអញ្ចឹងបើយើងងាកមក Chelsea បាទសម្រាប់ Chelsea វិញក្នុងពេលបច្ចុប្បន្ននេះនៅឯពានរង្វាន់បាទ UEFA Champions League Chelsea ក៏មិនធម្មតាដែរមានចំណាត់ថ្នាក់លេខ12ដែរតែបើនៅក្នុង league បាទ Chelsea ឥឡូវនេះមាន17ពិន្ទុអញ្ចឹងឧទាហរណ៍ថាបើយប់នេះ Chelsea ហូបក្រុម Vol ដែលជាក្រុមបាតតារាងបាទ Chelsea អាចនឹងហក់មានភាពប្រែប្រួលហើយមួយចំនួនហើយប៉ុន្តែ Vol ប្រសិនបើ Vol អាចឈ្នះ Chelsea វិញក៏អាចនៅតែបាតតារាងដដែលទេបាទមិនទាន់លោតទៅណាទេប៉ុន្តែរៀងពិបាកតិចបាទនៅក្នុងការប៉ះជាមួយនឹង Chelsea យ៉ាងណាមិញ Vol ក៏ការប្រកួតមុនក៏ធ្វើអត់បានល្អដែរបាទ Chelsea គេអាចបានស្មើជាមួយនឹង Karabakh FK ប៉ុន្តែបើនិយាយពី Vol វិញការប្រកួតមុនគឺចាញ់បាទចាញ់នេះគឺចាញ់ Fulham បាទអញ្ចឹង Vol ក៏ផ្លត់ចាញ់ Fulham ច្រើនដែរដោយលទ្ធផលនោះគឺ3-0នៅក្នុងទឹកដីរបស់ Fulham កាលពីសប្តាហ៍មុនហើយសម្រាប់ការប្រកួតកន្លងទៅមកយើងត្រឡប់ទៅមួយសប្តាហ៍ទៀត Vol បាទក៏ធ្លាប់ចាញ់ Chelsea ដែរនៅក្នុងដីខ្លួនឯងបាទនៅ EFL Cup ឬក៏ពានរង្វាន់ Carabao Cup អញ្ចឹងមានន័យថានៅក្នុងខែ10ជួបនាមសាទៅហើយបាទនៅក្នុងទឹកដីរបស់ Vol គឺ Vol នៅតែប្រកួតចាញ់ផងបាទ3-4ប៉ុន្តែឥឡូវនេះមកត្រូវជួបជាមួយនឹង Chelsea នៅក្នុងទឹកដីរបស់ Chelsea จะមើលថាតើនឹងទៅជាយ៉ាងណាប៉ុន្តែយ៉ាងណាមិញបើយើងមកមើលបើអំពីកីឡាកររបស់ Chelsea ដែលសិតនៅក្នុងបញ្ជីរបួសសិតសឹងតែជាកីឡាករដែលសំខាន់ប៉ុន្តែក្រោយពីជួបជាមួយនឹង Vol បាទ Chelsea នឹងប៉ះជាមួយនឹងក្រុមខ្លាំងដូចជា FC Barcelona ប៉ះជាមួយនឹង Arsenal អីទៀតបាទអញ្ចឹងនៅក្នុងខែហ្នឹងគឺថាក្នុងខែ11នេះគឺប៉ះក្រុមខ្លាំងដែរបាទសម្រាប់ Chelsea អញ្ចឹងកីឡាករនៅតែរបួសជាអាចជាបញ្ហាដែរបាទសម្រាប់លោកគ្រូបង្វឹកបាទលោក Enzo Maresca ដែលជាគ្រូបង្វឹកសញ្ជាតិអ៊ីតាលីបាទអញ្ចឹងកីឡាករនៅក្នុងបញ្ជីរបួសមានដូចមិនមានភាពប្រែប្រួលខុសពីសប្តាហ៍មុនទេមាន Bino Badiashile មាន Cole Palmer ណាមាន Dario Esguzo មាន Lewis Scolwill Pedro Neto Romeo Lavia និងកីឡាករ Modric បាទ Michael Modric ដែលជាប់បម្រាមតែ like Vol មានតិចទេបាទមានតែកីឡាករ Rodrigo Gomez មាន Enzo Gonzalez និងកីឡាករ Matt Doherty ដែលជាកីឡាកររបួសប៉ុន្តែក៏មានកីឡាករជាប់បម្រាមកាតក្រហមដែរគឺកីឡាករ Agbadu បាទអញ្ចឹងសម្រាប់ខ្ញុំគិតថាដោយសារពេលវេលាយើងខ្លីដែរសកាខ្ញុំគិតថាចំនួននៃការជួបគ្នារវាង Chelsea និង Vol នេះក៏ជាការប្រកួតមួយដែលជួយចិត្តដល់អារម្មណ៍ដែរព្រោះថា Chelsea ត្រូវការ3ពិន្ទុដើម្បីអាចហក់ទៅតំបន់ Top 4 នៅឯ English Premier League ដោយ like Wolves គឺជាក្រុមមួយដែលត្រូវការ3ពិន្ទុដើម្បីធ្វើម៉េចឲ្យគេចខ្លួនពីតំបន់ដែលត្រូវគេកាត់ចោលជាពិសេសឥឡូវនេះកំពុងតែស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ20នៅក្នុងសប្តាហ៍ទី10បាទអញ្ចឹងមិនមែនជារឿងល្អទេបាទសម្រាប់ Wolves ការប្រកួតនេះដោយយើងយោងណាទៅលើការទូទាត់ដុតសោយលេខកាត់ជើងត្បូងទៅខ្ញុំគិតថា Chelsea អាចនឹងមានភាគរយខ្ពស់នៅក្នុងការរកបាន3ពិន្ទុនៅក្នុងទឹកដី Stamford Bridge របស់ខ្លួនដោយ Chelsea ក៏ទើបតែឈ្នះដូចជា Spurs ជាដើមបាទនៅក្នុងពានរង្វាន់ English Premier League ប៉ុន្តែបានស្មើជាមួយនឹង Karabakh FK នៅក្នុងពានរង្វាន់ UEFA Champions League ហើយការប្រកួតនេះខ្ញុំគិតថា Chelsea នឹងទន្ទឹងចិត្តនៅក្នុងការរកបាន3ពិន្ទុដើម្បី
ប្រកួតឬក៏បន្តតំណែងទៅតំបន់ top 4 បន្តទៀតតម្លៃ Vol ក៏ត្រូវការឈ្នះដូចគ្នាដែរតែសម្រាប់ពីលទ្ធផលនៃការប្រកួតខ្ញុំគិតថា Chelsea ប្រហែលជាហូប Vol មិនច្រើនទេបាទអាចនឹងខុសពីការប្រកួតនៅក្នុងចុងខែ10កន្លងទៅបាទកាលពី2សប្តាហ៍មុនដែល Vol ប្រកួតក្នុងពានរង្វាន់ EFL Cup ឬក៏ Carabao Cup ហ្នឹងចាញ់ Chelsea បាទ3-4នៅក្នុងដីខ្លួនឯងប៉ុន្តែនៅក្នុងយប់នេះខ្ញុំគិតថា Chelsea អាចនឹងមានប្រហែលជាមិនប្រហែលទេខ្ញុំគិតថាអាចនឹងមានមួយគ្រាប់អីទេហើយ Vol អាចនឹងមិនមានគ្រាប់តតាំងទេមើលនឹង Chelsea បើសម្រាប់ខ្ញុំគិតទេណាបាទអញ្ចឹងអាចថា Chelsea 1 Vol 0សកាគិតមិនដែរសម្រាប់ខ្ញុំគិតថា Chelsea អាចមាន2គ្រាប់បាទហើយសម្រាប់ Vol អាចមាន1គ្រាប់ដែរអញ្ចឹងអាចថាលើសគ្នាអីមួយគ្រាប់ទេបាទមិនខុសពីខ្ញុំទេបងប្អូនប្រិយមិត្តជនក៏អាចចូលរួមនៅក្នុងការទូទាយបានដែរតាមរយៈការ live នៅក្នុងបណ្ដាញសង្គម Facebook Page បាទ CTV Sport របស់កម្មវិធីរបស់យើងដែលជា page ផ្លូវការហើយអាចសាកល្បងចូលរួម comment នឹងទូទាយមើលទាំងពីរគូដែលយើងជំរាបជូនណាសម្រាប់យប់នេះបាទដែលមានការប្រកួតសំខាន់ដោយដែលសខាជំរាបជូនម៉ោង 12 កន្លះបាទមានមួយគូដែរបាទមានមួយគូដែរបាទហើយសម្រាប់ការជួបគ្នានៅម៉ោង 12 កន្លះបងប្អូនយើងមើលឃើញអំពីការជួបគ្នារវាងឆ្មាខ្មៅ Sunderland ជាមួយនឹងក្រុមកំពូលតារាងគឺកំភ្លើងធំ Arsenal បាទហើយនៅវេលាម៉ោង 3បាទជាការជួបគ្នារវាងថៅខៀវ Chelsea ជាមួយនឹង Vol បាទអញ្ចឹងអាចចូលរួមទូទាយមើលទាំងពីរគូនេះព្រោះដោយសារតែការប្រកួតនៅថ្ងៃសៅរ៍នេះតែពិតមានច្រើនប៉ុន្តែយើងវិគិម៉ោងដែរអញ្ចឹងយើងច្បិចយកតែគូណាដែលរៀងវេលតិចទៅទុកពេលវេលាបងប្អូនបាទចូលរួមទូទាយ